ត្រីក្រំបាទរស់បានដោយសារទឹកបងប្អូនបាទត្រី7ពណ៌ក៏ដូចគ្នាដែរអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចែករំលែកបងប្អូនតាក់ទងជាមួយនឹងការរៀបទឹកចិញ្ចឹមត្រីបាទ7ពណ៌ក្តីឬក៏ត្រីក្រំក្តីបាទបើសិនជាបងប្អូនប្រើប្រាស់ប្រភេទទឹកស្អាតឬក៏ទឹកម៉ាស៊ីនទឹករត់យើងហ្នឹងបងប្អូនបើកវាចោលបើកស្តុកទុកនៅក្នុងធុងអីចឹងទៅបាទ2ថ្ងៃឡើងទៅចាំយើងប្រើតែបើសិនជាបងប្អូនមានទឹកដែលស្តុកទុករួចហើយបាទទឹកចាស់ណាហៅទឹកចាស់អញ្ចឹងបងប្អូនអាចយកមកប្រើប្រាស់បានបើសិនជាបងប្អូនប្រើប្រាស់ជាប្រភេទទឹកភ្លៀងអញ្ចឹងទឹកភ្លៀងគឺយើងយកទឹកចាស់ទឹកភ្លៀងដែលយើងត្រង់ទុកយូរហើយយើងអត់យកទឹកថ្មីទេដោយសារទឹកថ្មីវាមានជាតិអាស៊ីតបងប្អូនអញ្ចឹងវាធ្វើឲ្យត្រីយើងអន់ខ្លួនបាទអន់ខ្លួនអាចរួញកតុយញ័រកតុយអីចឹងទៅបាទអញ្ចឹងបើបងប្អូនប្រើប្រាស់ទឹកម្ដងប្រើទឹកម្ដងណាដែលវាអត់ប្រៃបាទវាអត់មានជាតិក្បោបាទនិយាយសាមញ្ញថាវាអត់ប្រៃបើយើងប្រើពួកអាប្រៃហ្នឹងយើងប្រើអានោះក៏យើងប្រើកើតដែរហើយមួយវិញទៀតបើសិនជាបងប្អូនទិញយកទៅថ្មីហើយយើងអត់មានទឹកអត់ទាន់បានរៀបចំទឹកណាអញ្ចឹងបងប្អូនអាចប្រើប្រាស់ជាប្រភេទបាទអាទឹកស្អាតប្រភេទទឹកធុងយើងណាបាទអាមួយធុងធំខៀវបាទមួយធុងប្រហែល 3000 5000 4000ឬក៏មួយធុង 5000ហ្នឹងណាអាហ្នឹងបងប្អូនអាចប្រើប្រាស់បដាសនបានហើយមួយវិញទៀតបាទតើតងមួយទឹកនេះបងប្អូនប្រើហើយចឹងទៅបងប្អូនដាក់ទឹកហើយបងប្អូនអាចមានអំបិលក្រួសបងប្អូនដាក់វាខ្លះទៅបាទកន្លែងតូចល្មមឯងដាក់10គ្រាប់20គ្រាប់30គ្រាប់អីទៅអាហ្នឹងវាអត់បញ្ញាទេហើយអំបិលបងប្អូនដាក់មិនបងប្អូនដាក់ឃើញ30គ្រាប់អីបងប្អូនថាត្រីងាប់បាទត្រីវាអត់ងាប់ដោយសារអំបិលទេបងប្អូនបាទទៅ30គ្រាប់អីបើកែវតូចកែវដូចបងប្អូនធ្លាប់ឃើញអាកែវយើងដាក់ត្រីក្រំតូចអាហ្នឹងខ្ញុំដាក់ហ្មង10គ្រាប់ពេលខ្លះ5 10គ្រាប់យើងដាក់ប៉ុណ្ណឹងក៏វាអត់ងាប់ដែរអញ្ចឹងណាតើទៅមួយអំបិលអញ្ចឹងបងប្អូនដាក់ចិញ្ចឹមត្រីដូចនៅបាទក្នុងអាងក្នុងអីជាដើមបាទបើសិនទឹកបើយើងទឹកចាស់ហើយអាហ្នឹងយើងមិនបាច់ដាក់អីក៏បានដែរដោយបើខ្ញុំទឹកចាស់អីហ្នឹងគឺខ្ញុំអត់ដាក់អីទេបាទមិនដាក់អំបិលដាក់អីទេបាទយើងយកត្រីមកយើងប្រឡែងមកបានហើយតែបើទឹកយើងដូចទឹកបាទថ្មីភ្លាមអាហ្នឹងយើងអាចបន្ថែមអំបិលគ្រួសខ្លះចឹងទៅអញ្ចឹងតកតងមួយបញ្ហាទឹកបើសិនជាវាមានបញ្ហាត្រីរបស់បងប្អូនវានឹងញ័រកតុយដូចត្រី7ពណ៌ឲ្យវាញ័រកតុយបាទហែលកវីកតុយហ្នឹងបាទត្រីក្រំក៏ដូចគ្នាដែរតែបើតកតងមួយបញ្ហាទឹកហើយបញ្ហាទឹកហ្នឹងវាអាចពេលខ្លះទឹកដែលយើងដាក់ហ្នឹងវាអត់ស្អាតដូចថាវាកតិចកកបាទវាអត់ស្អាតចឹងទៅពេលយើងដាក់ត្រីថ្មីទៅវាអត់សមមួយអាទឹកចឹងបាទធ្វើឲ្យត្រីយើងឈឺពេលទៅជាស្អិតកតុយញ័រកតុយរួញកតុយតែបើសិនជាបាទយើងចាំយ៉ាងយូរទៅវាសមជាមួយអាទឹកប្រភេទចឹងអានោះវាអត់ស្អីទេហើយដូចទឹកម៉ាស៊ីនចឹងបាទទឹកម៉ាស៊ីនទឹករត់ហ្នឹងបើសិនជាយើងបើកដាក់ថ្មីអាហ្នឹងវាធ្វើឲ្យត្រីយើងអន់ខ្លួនយ៉ាងដូចគ្នាបាទទឹកខ្លះវាខ្លោខ្លាំងឬក៏ថ្នាំខ្លាំងពេលដែលយើងដាក់ទៅបាទត្រីរបស់យើងគឺវានៅតែលើទេបាទវានៅអើបនៅលើណាវាយកខ្យល់នៅលើហើយដល់ពេលយូរទៅចាប់ដើមរួញកតុយបាទចាប់ដើមរឹងកតុយហែលញ័រកវីបាទអានឹងតកតងមួយបញ្ហាទឹកហើយបាទអញ្ចឹងវីដេអូនេះសូមចែករំលែកជូនបងប្អូនប៉ុណ្ណឹងបាទអញ្ចឹងបងប្អូនដែលមានបំណងចង់ចិញ្ចឹមត្រីទិញត្រីទៅថ្មីបងប្អូនត្រូវមានទឹកជាមុនសិនបងប្អូនអាចរៀបចំទឹកទៅបាទបងប្អូននៅពេញនៅកន្លែងក្រុងអីហ្នឹងយើងបើកទឹកមានធុងទឹកឬក៏កធុនយើងបើកទឹកទុកចោលសិនទៅបាទ2ថ្ងៃ3ថ្ងៃឡើងចាំយើងកំងត្រីទិញត្រីយកទៅដាក់
chẳng videoនេះមានប៉ុណ្ណឹងឯងបងប្អូនបាទអរគុណជួបខ្ញុំvào video បន្ទាប់នៅពេលក្រោយហើយបើគិតថាវីដេអូហ្នឹងមានប្រយោជន៍បាទចង់ឃើញវីដេអូអញ្ចឹងនៅពេលក្រោយទៀតសូមជួយចុច like វីដេអូម្នាក់មួយមកហើយកុំភ្លេចបាទជួយចុច follow page បាទម្នាក់មួយមកជួយចុច share វីដេអូផងក្នុង page ណាអាហ្នឹងបាទគិតថាវាមានប្រយោជន៍អញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងឯងបងប្អូនបាទអរគុណជួបខ្ញុំvào videoបន្ទាប់នៅពេលក្រោយទៀត